bao bố đãមានកញ្ចប់ថវិកា20000ស្តើងដែលត្រូវការឡានអគ្គិសនីអាចបើកធ្វើការក្នុងក្រុងបានមួយអាទិត្យពោពេញទៅដោយ option ទំនើបនិងសុវត្ថិភាពមើលវីដេអូនេះចំម៉ាច់ក៏កុំទាន់ scroll ទៅណាឡានមួយគ្រឿងនេះមានកាមេរ៉ា540រ៉ាដាចាប់ល្បឿនឡានខាងមុខប្រាំងអូតូម៉ាទិកក៏ដូចជាមានដល់ auto parking តែម្ដងបងប្អូនទាំងគ្នាហើយនេះគឺជា Aquafox T1ស្វាគមន៍បងប្អូនទាំងគ្នាមកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំបានមកជួបឡាន Aquafox T1 គឺជា brand ឡានដែលទើបតែមកដល់ប្រទេសកម្ពុជារបស់យើងក្តៅទេហើយខ្ញុំគិតថាបងប្អូនទាំងគ្នាគួរតែស្គាល់ព្រោះថាឡាននេះហ៊ាននិយាយថាជាឡានដែលមិនសមនឹងតម្លៃ20000ស្តើងក៏ប៉ុន្តែពោពេញទៅដោយ option ទំនើបដូចឡានតម្លៃ4-50000ចឹងបងប្អូនទាំងគ្នាអញ្ចឹងដំបូងគឺយើងនឹងនិយាយពាក់ព័ន្ធទៅនឹងសមត្ថភាពឡាននេះប្រើប្រាស់ motor កម្លាំង70 kW ឬក៏8ទៅកម្លាំងសេះគឺល្បាក់ខ្ទង់94ហើយកម្លាំងរមួលរបស់គេគឺ176 Nm ពាក់ព័ន្ធទៅនឹងរ៉េងឬក៏រយៈចម្ងាយបើសិនជាគិតតាមស្តង់ដារ CLTC ជីកបាន425 km និង WLTC គឺជីកបាន315 km ដោយសារតែជាប្រភេទឡាន EV អញ្ចឹងពាក់ព័ន្ធទៅនឹងការរចនាផ្នែកខាងមុខ clean ខ្លាំងមែនទែនបងប្អូនកាងអត់មានសំណាញ់ប៉ាណាអីញ៉ៃទេក៏ប៉ុន្តែដែលយើងចាប់អារម្មណ៍បានគឺថាមាន sensor រហូតដល់6គ្រាប់ខ្ញុំគិតថាដើម្បីជំនួយតាក់ទងទៅនឹងប្រព័ន្ធ auto parking ណាហើយក៏មានកាមេរ៉ានៅផ្នែកខាងមុខក៏ដូចជាប្រព័ន្ធចង្កៀងរបស់គេជាប្រភេទបាឬក៏បន្ទាត់មែនក៏ប៉ុន្តែមិនមែនសាបដូចឡានទូទៅទេបងប្អូនពោពេញទៅដោយក្បូរក្បាច់រចនានៅផ្នែកខាងក្នុងណាយើងមើលទៅតាក់ទាញខ្លាំងតែម្ដងហើយនៅពីចំហៀងនេះក៏មានភ្លើងបញ្ឆោតថែមមួយទៀតហើយនៅកណ្ដាលគឺជាប្រភេទភ្លើងសញ្ញោតម្រង់ជាអក្សរ L ក៏ដូចជាមានគុជ LED នៅផ្នែកខាងក្នុងផងដែរបាទហើយនៅខាងក្រោមនេះគឺមានលីបពណ៌ខ្មៅក៏ដូចជាប្លុកខ្យល់ដើម្បីទៅបញ្ចុះកម្ដៅប្រព័ន្ធអគ្គិសនីរីឯនៅថ្ពាល់របស់គេបាទមានជាសាច់ដុំមើលទៅភ្លីស្អាតហើយក៏ជាប្លុកខ្យល់ដើម្បីជួយទប់លំនឹងក្បាលឡាននៅពេលដែលយើងត្រូវបួងផ្លូវកោហើយនេះគឺជា logo របស់ Aquafox ទោះបីជាចូលមកទីផ្សារក្រោយគេមែនក៏ប៉ុន្តែការរចនាគឺ unique ខ្លាំងមែនទែនបន្តមកផ្នែកចំហៀងនៅខាងក្រោមយើងឃើញជាមួយនឹងយ៉ាន់ទំហំ18អ៊ីងការរចនាជាទម្រង់ two tone ឬក៏ពីរពណ៌ណាបងប្អូនមើលទៅស្អាត clean បែបឡានអគ្គិសនីតែម្ដងហើយក៏មានកន្លែងសាកធម្មពលនៅមុខនេះក៏ដូចជាត្រឡោកកញ្ចក់ពណ៌ខ្មៅមានកាមេរ៉ានៅខាងក្រោមហើយដៃទ្វារក៏ជាប្រភេទជំនាន់ថ្មីដែរបងប្អូនដែលតាមបច្ចេកវិទ្យាឡានគឺដឹងហើយបាទនិងនៅខាងក្រោមទ្វារនេះក៏មាន detail ពណ៌ខ្មៅដើម្បីឲ្យឆ្លោះជាមួយនឹងពណ៌តួក៏ដូចជាឃើញ detail នៅកន្លែងបន្ទាប់ពីទ្វារខាងក្រោយនេះបងប្អូនមើលទៅប្លែកមែនទែនការរចនាបែបជា flow ឬក៏លំហរបស់ Aquafox ចឹងទៅបាទហើយខាងក្រោយនេះគឺមានជា spoiler ដើម្បីទប់លំនឹងរថយន្តរបស់យើងពេលបើកល្បឿនលឿនមានជាភ្លើង stop LED ទម្រង់ការរចនាបែប smart looking ណាហើយនៅកណ្ដាលឃ្លុបនេះគឺមានជារបាពណ៌ខ្មៅមាន logo Aquafox លើនឹងតែម្ដងបងប្អូនបាទអីដែលយើងចាប់អារម្មណ៍ទៀតហ្នឹងគឺ sensor មានច្រើនមែនទែនដូចខាងមុខចឹងមានរហូតដល់6គ្រាប់បងប្អូនហើយក៏មានកាមេរ៉ាខាងក្រោមផងដែរនិងភ្លើងដែលបងប្អូនឃើញខាងក្រោមដូចឡានប៉ុណ្ណឹង F1 នេះគឺជា rear fog lamp អូខេបងប្អូនអញ្ចឹងដើម្បីបើកឃ្លុបខាងក្រោយគឺយើងប្រើប៊ូតុងនៅជិត logo កន្លែងនេះបាទបើកមកបង្ហាញពី space ដែលយើងមើលទៅគឺទលាយខ្លាំងមែនទែនបងប្អូនអាចដាក់អីវ៉ាន់បានច្រើនមិនថាតាការតែធ្វើការប្រចាំថ្ងៃទៅរៀនឬក៏ធ្វើដំណើរកម្សាន្តនោះទេហើយនៅក្នុងការបិទវិញបងប្អូនអាចចុចក៏បានឬក៏យើងគ្រាន់តែទាញចេះមកគឺវានឹងបិទអូតូអូខេបងប្អូននៅក្នុង interior ឡាននេះមានអារម្មណ៍ថា clean ហើយ fresh មែនទែនក៏ដូចជាបងប្អូនដឹងហើយថាឡាន EV គេអត់ប្រើប្រាស់ប៊ូតុងច្រើនទេ concept បែប minimalist ឬក៏តិចតែច្រើនអញ្ចឹងមុខងារផ្សេងៗគឺគេបានបញ្ចូលទៅក្នុងអេក្រង់ទាំងអស់សូម្បីតែចង្កឹះលេខក៏បានយកមកដាក់នៅក្រោយចង្កូតនេះដែរអញ្ចឹងចង្កូតផ្ទាល់ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែស្បែកហើយលាយជាប្រភេទ two tone ទៀតកម្រឃើញមាននៅលើឡានផ្សេងណាបងប្អូនទាំងគ្នាបាទនៅលើនេះគឺមានប៊ូតុង function ច្រើនតាក់ទងទៅនឹង voice command ប្រព័ន្ធតន្ត្រី adaptive cruise control ក៏ដូចជាចាប់កន្លងផ្លូវជាដើមពាក់ព័ន្ធទៅនឹងកុងទ័រគឺជាប្រភេទ digital ទំហំ 8.8 អ៊ីងបាទព័ត៌មានក៏ដូចជាទិន្នន័យផ្សេងៗច្បាស់ល្អហើយក៏សុក្រិតដែរព្រោះមាន radar ក៏ដូចជា sensor ច្រើនអញ្ចឹងគឺអាច display តាក់ទងទៅនឹងរថយន្តក៏ដូចជាមនុស្សដែលនៅជុំវិញឡានរបស់យើងណាបងប្អូនទាំងគ្នាពាក់ព័ន្ធទៅនឹងអេក្រង់ touch នេះវិញគឺថាធំខ្លាំងមែនទេបងប្អូនប៉ុន្តែ laptop តែម្ដងទំហំរបស់គេ 15.6 អ៊ីងអញ្ចឹងមុខងារផ្សេងៗបងប្អូនងាយស្រួលប្រើប្រាស់ខ្លាំងមែនទេនៅលើអេក្រង់នេះបាទមានជាមួយនឹង Apple CarPlay មានជាមួយនឹង Easy Link ដែលបងប្អូនអាច connect ទៅនឹងទូរស័ព្ទរបស់យើងបានហើយក៏ងាយស្រួលនៅក្នុងការមើលកាមេរ៉ាផ្ទាល់តែម្ដងបងប្អូនអាចចូលមុខងារ 3D ដើម្បីពង្វល់មើលមកជុំឡានបានហើយជាពិសេសគឺឡានមានជាមួយនឹង auto parking បងប្អូនអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងប្រព័ន្ធ auto parking សម្រាប់ Aquafox T1 នេះអាចចាត់ទុកថាជាបច្ចេកវិទ្យាចុងក្រោយតែម្ដងបងប្អូនទាំងគ្នាកាមេរ៉ាក៏ដូចជា sensor និងចាប់ slot ឬក៏ចំណតទាំងអស់ឃើញបងប្អូនមនុស្សដើរជាមួយឡានរបស់យើងក៏ឃើញផងដែរអញ្ចឹងនេះចំណតបងប្អូនចង់ចតមួយណាក៏បានហើយតាក់ទងទៅនឹងក្បាលឡានបងប្អូនចង់បែរទៅខាងក្នុងក៏បានបែរមកខាងក្រៅក៏បានហើយលើសពីនឹងទៀតហ្នឹងនេះគឺជាការចត manual អញ្ចឹងបងប្អូនអាចចតមកបាទទាញពវល់មកផ្ដេកក៏បានអសតេអសពេណាបងប្អូនទាំងគ្នាទាញមកបាទដាក់ខ្លួនឯង manual តែម្ដងឬក៏កន្លះទស្សនៈមួយទៀតគឺយើងត្រូវការចតប្រឆិតគឺយើងអាចទាញចេះមកបន្តមក start បងប្អូន
driving mode មានច្រើនមែនតើបងប្អូនទាំងគ្នាមាន comfort economic មាន sport មាន slippery សម្រាប់បើកផ្លូវភ្លៀងឬផ្លូវ L មាន individual ឬក៏ការកំណត់ដោយខ្លួនឯងមានដល់ eco plus ក៏ដូចជា self adaptive ទៀតបងប្អូនពាក់ព័ន្ធទៅនឹងកៅអីវិញគឺជាប្រភេទស្បែកដែលមានមុខងារក្តៅត្រជាក់ហើយខាងលើក៏យើងមាន double panoramic sunroof ដែលលាតពីមុខទៅខាងក្រោយតែម្ដងបងប្អូនជីឡាននេះមានអារម្មណ៍ថា fresh ខ្លាំងមែនទែនគាត់ទៅចូលមកដល់ក្នុងឡានខ្ញុំមានអារម្មណ៍ថាចង់ទៅលេងពីរុំឬក៏កពតអីបាត់ហើយបងប្អូនដែលប្រើឡាន AV ប្រកាសជាចូលចិត្ត camping អញ្ចឹងសម្រាប់ឡាននេះក៏មានមុខងារដូចទៅនឹង zero gravity seat ដែរគឺយើងអាចកាច់កៅអីឲ្យផ្ដេកដល់ខាងក្រោមបានតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងគឺយើងអាចសម្រាកឬក៏គេងនៅក្នុងឡានរបស់យើងនឹងបានហើយបើតាមខ្ញុំដឹងមកក្រៅពីកាមេរ៉ាក៏ដូចជារ៉ាដាឡាននេះក៏មានប្រព័ន្ធសុវត្ថិភាពច្រើនដូចជាប្រព័ន្ធចាប់ហ្វ្រាំងអូតូប្រព័ន្ធតាមល្បឿនឡានខាងមុខប្រព័ន្ធចាប់ស្លាកសញ្ញាស្លាកចរនិងប្រព័ន្ធចាប់កន្លងផ្លូវជាដើមអញ្ចឹងសម្រាប់ Center Console នេះគាត់បានរចនាមករៀងស្រឡះបងប្អូនទាំងគ្នាយើងដាក់អីវ៉ាន់បានច្រើនខ្លាំងមែនទែននៅខាងក្រោមហើយក៏អាចដាក់ទូរស័ព្ទនៅផ្នែកខាងលើនេះបានដែរពាក់ព័ន្ធទៅនឹងដៃទ្វារវិញគឺជាជំនាន់ថ្មីបាទលយខ្លាំងមែនទែននៅក្នុងការបើកយើងកាច់ប៊ូតុងឡើងមកលើជាប្រភេទ Mechanic បាទបើកចេះតែម្ដងហើយពេលបិទមានកន្លែងប្រឡោះដើម្បីលូកបិទវិញហើយក៏មាន memory seat ដែរដូចបងប្អូនឃើញអញ្ចឹងនៅពេលដែលខ្ញុំបើកទ្វារក៏អីទៅខាងក្រោយបាទបិទវិញក៏អីទៅខាងមុខវិញលយមែនតើអញ្ចឹងមកដល់ផ្នែកខាងក្រោយនេះមានអារម្មណ៍ថាផាសុខភាពខ្លាំងមែនតើជាមួយនឹងដំបូងខ្យល់នៅផ្នែកខាងលើក៏ដូចជាក៏អីស្បែកហើយអីដែលបងប្អូនទទួលបានពិសេសហ្នឹងគឺជា space មួយដែលទលាយបាទដាក់មកចាអាមពីជង្គង់ខ្ញុំទៅនៅសល់ space ទេបងប្អូនទាំងគ្នា space នៅខាងលើក៏ទលាយខ្លាំងដែរក៏ដូចជានៅខាងមុខគឺយើងបានរំលឹកសិនជាកន្លែងសាក Type C និង storage សម្រាប់ដាក់អីវ៉ាន់សម្រាប់ Arc Fox នេះនៅក្រុងប៉េជីងនៅពេលដែលខ្ញុំទៅដល់ឃើញគេជាច្រើនខ្លាំងមែនទែនពិតជារំភើបដែរទីបំផុត brand នេះបានមកដល់ប្រទេសកម្ពុជារបស់យើងបាទមកដល់គឺថា special មែនទែនឡានអគ្គិសនីដែលពោពេញទៅដោយ option ទំនើបច្រើនជិះរែងបានឆ្ងាយតម្លៃត្រឹមតែ 21500 តែប៉ុណ្ណោះក៏ចង់បញ្ជាក់បងប្អូនទាំងគ្នាថា brand រថយន្ត Arc Fox នេះត្រូវបាននាំចូលប្រទេសកម្ពុជារបស់យើងជាផ្លូវការដោយក្រុមហ៊ុន K&N Cambodia ហើយមានការធានារហូតដល់8ឆ្នាំឬក៏ 160,000 គីឡូឯណោះអញ្ចឹងបើសិនជាបងប្អូនកំពុងតែត្រូវការឡានដែលមានតម្លៃល្អក៏ដូចជា option ទំនើបនិងសុវត្ថិភាពច្រើនអត់គួររំលងជាមួយនឹង Arc Fox T1 នេះទេ